ឈ្មោះឯឈ្មោះអីដែរឈ្មោះស្រីចាខ្ញុំឈ្មោះសូរិយាឈ្មោះសូរិយាខ្ញុំមិនឈ្មោះសច្ចាបាទឈ្មោះសច្ចាច្បាយនេះមិនអាចរៀបរាប់ស្អីទេតើអស់ណាគឺឯងថាកូនតើបាននេះម៉ែអនុញ្ញាតឲ្យដឹងហើយហ៎ឲ្យដឹងហើយបាទខ្ញុំអរគុណជំរាបខ្ញុំចង់ប្រាប់ម៉ែឲ្យបានច្បាស់ទៀតអាម៉េចខំរាដែលបំរើគាត់ណាម៉ែបើសិនជាមានស្លៀកពាក់មិនល្អស្អាតមិនគប្បីអាចអ្នកដទៃជាវិតម្លៃខាត់គ្រួសាររបស់យើងមិនមើលការខុសត្រូវអ្នកដែលនៅក្បែរទោះបីជាគ្នាជាបំរើក៏ប៉ុន្តែមានសាច់ឈាមមានក៏ជាមនុស្សឲ្យតែមានគឺជាមនុស្សល្អស្មោះត្រង់គ្រួសាររបស់យើងឲ្យស្លៀកពាក់ស្អាតបាត់ស្មាតអូនរបស់ខ្ញុំក៏ខ្ញុំមិនថាអីដែរគាត់ស្រួលគាត់មិនអីទេមកដាក់ហើយទៅរាជទៅចាំអូនទៅចាំសូយ៉ាខ្ញុំទៅសម្រាប់ណាបុកសដើរស្រួលទៅកូនខ្ញុំគេនិយាយលេងចានតែនេះហើយនេះចានអីទៅលោកស្រីនេះឯងមុនទៅណាមកណាត្រូវតែសូមអនុញ្ញាតពីខ្ញុំសិនចាខ្ញុំជាមនុស្សចាស់ចាលោកស្រីតែចាស់តើធ្វើការចោះអរគុណលោកស្រីអរគុណអ្នកនេះឯងមួយចោះអាយុមិនដឹងតែប្រហែលទេកុំព្រាឪពុកម្ដាយគឺតែខ្ញុំចាំទីទៅតាកាលលោកខ្ញុំលុយដោយលោកប្រុសទៅខ្ញុំខ្លាចមើលពីគាត់បង្អត់បាយខ្ញុំខ្លាចឲ្យកូនស្លាប់ទៅខ្ញុំមិនខំចិត្តខ្ញុំលុយតែបើពេលហ្នឹងទេអាដូចលើរបស់ខ្ញុំក៏មិនមែនជាមុខរបរប្រចាំថ្ងៃទេគ្រាន់តែបោះតួតែមកពេលអត់ម្ដងទេមែនទេលោកប្រុសខ្ញុំធ្វើតែម្ដងហ្នឹងទេគឺខ្ញុំស្ទាបបាយពេកទៅអាចជំងឺកាច់ដៃកាច់ជើងនោះក៏កំកើតឡើងជាមួយខ្ញុំម្ដងហើយអាលុយលើខ្ញុំក៏ម្ដងឥឡូវលើកហើយហ៎ចាតែលោកប្រុសលោកខាងខ្ញុំសងវិញក៏បានអត់អីទេអត់ហ៊ានយកទេព្រោះខ្លាចគាត់ខាងគាត់អើខ្ញុំព្រោះឲ្យគាត់តាំងចិត្តបើសិនជាឲ្យយើងឲ្យខ្ញុំយកបើប្រហែលជាគាត់ឲ្យយើងទៅថែមទៀតអត់អីទេបើសិនជារឿងទាំងអស់អានេះអញ្ចឹងដល់មកខាងខ្ញុំខ្ញុំជួយដល់ម៉ែសិនណាចាម៉ែ